សាអាហារពេលព្រឹកយើងដាក់ផ្លែបឺជាមួយនឹង yogurt ជាមួយនឹងទឹកដូងខ្ទិះដូងខ្ទិះដូងអត់ជាតិស្ករអ្នកនរគ្នាពេលយើងបើកថ្មីអញ្ចឹងទៅសេថ្ងៃខែយើងបើកតោះមកខ្ញុំប្រើ almond milk ខ្ញុំជួយចិត្តរសជាតិខាប់ងើបអីចឹងយើងចង់ញ៉ាំតេក៏បានដែរនេះខ្ញុំដាក់ Greek yogurt យើងកិនជាមួយម៉ាស៊ីនក៏បានដែរតែខ្ញុំចូលចិត្តជ្រុំដៃឬក៏យើងមានអាម៉ាស៊ីន twist ទៅចឹងក៏មួយយ៉ាងអត់សូវផ្អែមទេតែផ្អែមបានមកពី avocado នេះផ្លែបឺនេះពីរផ្លែអ្នកនរគ្នាអូនណាចូលជាតិហ្មងបើដាក់កិនម៉ាស៊ីនទៀតអូហើយខ្ញុំមានម៉ាស៊ីនធំដែរតែអត់ដាក់ចង់កូរដៃចង់ជុំដៃលើសាក់រសជាតិទាំងដុំចាក់វិញមិនវិញ Greek yogurt ហ្នឹងវាផ្អែមតិចសាក់ញ៉ាំដល់បើផឹកឡើងណាអ្នកនរគ្នាញ៉ាំតែមួយហើយដាក់អានេះមួយហើយដាក់នេះអូខ្ញុំ twist វាចូលគ្នាដាក់មួយម៉ាត់សិនមើលទៅវាអត់គួរឲ្យតំណងណាសារយើងអត់មានប្រើចានអីនេះខ្ញុំប្រើងាយឆ្ងាញ់ណាស់តើឆ្ងាញ់ណាស់អូខេតបមកខ្ញុំមិនចង់ហើយខ្ញុំមិនថែមទៀតចាក់ចូលនេះខ្ញុំចង់ញ៉ាំតាំងចេះក៏បានដែរតែចង់ឲ្យ fancy ជាមួយកែវអញ្ចឹងយើងចាក់មួយកែវថ្មីក៏បានដែរតែខ្ញុំខ្ជិលលាងកែវចូលប្រើកែវនេះហើយខ្ញុំប្រើកែវប្រឡាក់ហ្នឹងហ្មងខ្ញុំដាក់មួយទឹកដូងទឹកដូងខ្ទិះដូង almond milk ហើយនឹង yogurt Greek បានជាផ្អែមពី yogurt ហើយ avocado ដោយសារអី almond milk របស់ខ្ញុំអត់សូវផ្អែមទេផ្អែមបន្តិចហើយ coconut នេះអត់មានផ្អែមសក់coconut ហើយខ្ទិះដូងនេះអត់សូវផ្អែមហ្មងជាអាហារពេលព្រឹកដ៏សាមញ្ញ